ពាក់ព័ន្ធនឹងពលឺបាទក្នុងវីដេអូនេះខ្ញុំបង្ហាញបងប្អូនដែរថាមានបងប្អូនសួរខ្ញុំថាតើយើងគួរដាក់ពូលពលឺនឹងឲ្យកូនមន់ឲ្យមន់រហូតដល់ពេលណាអញ្ចឹងយើងមានការបែងចែកណាបាទមន់វាត្រូវការពេលវេលាសម្រាប់ដូចតែមនុស្សយើងអញ្ចឹងដែរបើសិនជាយើងប្រើប្រាស់ពលឺបានល្អដូចមេអីប្រើប្រាស់ពលឺបានល្អអត្រាពងថេអានេះយល់ពីពលឺនឹងមានប្រយោជន៍សម្រាប់សុខភាពរបស់មន់បាទមន់ដែលមិនសូវពងណាបងប្អូនកែពលឺតិចកែពលឺកែចំណីអត្រាពងនឹងកើនឡើងមកវិញបាទនេះសំខាន់ណាយើងមេរៀនណាសម្រាប់បងប្អូនដែលរៀនអានឹងអាចទទួលបានណាអូខេឥឡូវយើងមកពីកូនមន់បាទនិយាយពីពលឺដែលជួយឲ្យកូនមន់សុខភាពល្អទៅបានជៀសវាងបងប្អូនដែលពេលថ្ងៃអញ្ចឹងលើកទៅហាលថ្ងៃដល់យប់ហ្នឹងដាក់គ្នានៅក្នុងកេះហើយយកទៅទុកឲ្យវាដេកនៅក្នុងនឹងងឹតឈឹងបញ្ហាច្រើនយកទៅចំចង់ទេបងប្អូនចំបានច្រើនទេរបៀបខ្លះធ្វើឲ្យយើងក្រិនគំនិតផងក្រិនបុករបរយើងនឹងផងអត់ទៅរួចទេលើកចេញលើកចូលលើកចេញលើកចូលហើយមួយថ្ងៃយើងមានពេលវេលាណារវល់ជាមួយមាន់10 20ក្បាលហ្នឹងដឹកចេញដឹកចូលដឹកចេញវិចខ្ចប់ព្រឹកដឹកចេញល្ងាចយកមកវិចខ្ចប់ទុកដាក់រវល់ច្រើនណាធ្វើអត់ទៅមុខទេបងប្អូនអញ្ចឹងជោគជ័យក៏ដោយប៉ុន្តែអាចជោគជ័យនោះវាដូរជាមួយអពលកម្មជាមួយអាពេលវេលាយើងនឹងវាអត់រួចខ្លួនអញ្ចឹងយើងធ្វើឲ្យចំណេញពេលវេលាឲ្យទទួលបានទិន្នផលខ្ពស់អូខេឥឡូវយើងនិយាយតែមួយជ្រុងទេនិយាយពីគោលការណ៍11នេះនិយាយពីពលឺសម្រាប់កូនមន់ពលឺនេះគឺទាំងពលឺព្រះអាទិត្យភ្លើងផងពលឺសបនិមិត្តគេហៅថាភ្លើងពូលនឹងផងពលឺជួយឲ្យកូនមន់រកស៊ីចំណីនិងទឹកបានល្អធ្វើម៉េចកន្លែងដែលថែបំពន់កូនមន់កូនទាហ្នឹងកុំឲ្យងឹតនោះ20ថ្ងៃដំបូង3សប្តាហ៍ដំបូងត្រូវភ្លឺហ្មងបាទហើយមិនបាច់សួរថាចុះពេលថ្ងៃបើកភ្លើងអត់បើគេនិយាយថាពលឺហើយបើវាភ្លឺហើយយើងបើកទៅអីនិយាយខ្លីថាភ្លឺយល់ពីថាភ្លឺបើនេះថាភ្លឺទៅក្នុងនោះភ្លឺទាំងយប់ភ្លឺទាំងថ្ងៃហើយកុំភ័យថាខ្លាចកូនមន់អត់បានដេកតែវាស៊ីឆ្អែតដេកហើយអញ្ចឹងបានអាពាក់ព័ន្ធនឹងការដេកការពួនរបស់វានឹងអាស្រ័យទៅលើនេះរបៀបដែលយើងដាក់ចំណីកូនមន់ស៊ីហើយទៅដេកកុំភ័យណាអញ្ចឹង20ថ្ងៃដំបូងគេឲ្យវា24ម៉ោងលើ24ម៉ោងហ្មងភ្លឺរហូតហើយទាំងពលឺហ្នឹងវាមានបែងចែកអានេះកុំយកអាអំពូលបំភ្លឺកម្ដៅហ្នឹងទៅធ្វើអំពូលបំភ្លឺគឺយើងត្រូវប្រើភ្លើងអាអំពូលភ្លើងនេះមួយទៀតដើម្បីឲ្យកូនមន់វាឃើញចំណីឃើញទឹកច្បាស់វាងាយស្រួលរកស៊ីហើយតែកាលណាដល់2 3អាទិត្យហ្នឹងស៊ីបានហើយតើឲ្យកូនមន់វាងាប់ច្រើនអាយុណាពីមួយថ្ងៃដល់21ថ្ងៃហ្នឹងងាប់ហ្នឹងលើសពីហ្នឹងទៅរស់ហើយដោយសារតែការថែទាំហ្នឹងឲ្យយល់ដឹងគោលការណ៍11អានេះគាត់ទៅជ្រុំហើយនិយាយពីពលឺហ្នឹងបាទមួយទៀតកែសម្រួលពលឺតាមអាយុដើម្បីកាត់បន្ថយ stress ដល់ពេលធំតិចទៅនោះចាប់ពីអាយុ22ថ្ងៃឡើងទៅគេត្រូវការ14ទៅ16ម៉ោងឃើញទេ14 16ម៉ោងរាប់បងប្អូនពីម៉ោងប៉ុន្មានដល់ម៉ោងប៉ុន្មានគ្រប់16ម៉ោងពេលព្រឹកអាចនឹងម៉ោង5ភ្លឺចឹងមកម៉ោង5បើកមករហូតទៅដល់ល្ងាចម៉ោង7អីចឹងទៅគ្រប់ហើយ7 8យប់ទៅគ្រប់បិទឲ្យដេកទៅប៉ុណ្ណឹងអានេះពាក់ព័ន្ធនឹងការប្រើប្រាស់ពលឺណាបើមេក៏ប្រហាក់ប្រហែលនឹងដែរមេបាទនេះគេនិយាយពីអាយុ14ថ្ងៃ22ថ្ងៃឡើងទៅត្រូវការពលឺប៉ុណ្ណឹងសម្រាប់ការលូតលាស់បើមិនចឹងទេកូនមន់នឹងខ្សោយហើយកុំបដ ாய் ឲ្យទៅតាមធម្មជាតិអាហ្នឹងគេថាយើងចាំតាមទម្លាប់អត់មានបែបបត់ចែកទេណាថ្ងៃរះមកភ្លឺទៅល្ងាចម៉ោង5 6មិនទាន់ងឹតទេហើយចំណីដែលនៅសល់មន់ស៊ីអត់អស់ទេហើយកាលណាតែពន្លឺអត់គ្រប់គ្រាន់មន់ស៊ីចំណីដែលវាត្រូវស៊ីអត់ដល់កម្រិតបរិមាណដែលយើងផ្ដល់ឲ្យវាការលូតលាស់នឹងយឺតដែរសំខាន់កន្លែងនេះ